បាទថ្ងៃហ្នឹងខ្ញុំចង់ប្រាប់ពីរបៀបដាក់ username Telegram ណាហ្នឹងហើយយើងជាដំបូងយើងមិនមាន Telegram យើងឆាដំបូងដល់ពេលយើងត្រូវការដាក់ username យើងគ្រាន់តែចូលកន្លែង tray 3នេះមកបើលើទូរស័ព្ទក៏មាន tray 3ហ្នឹងដែរអញ្ចឹងយើងចូលកន្លែង tray 3ហ្នឹងមកយើងចូលពាក្យថា setting យើងចុចពាក្យ setting មកអ្នកឃើញទេយើងនឹងឃើញអានេះ username នេះយើងវាឲ្យពាក្យថា add username ឬក៏យើងចូលឲ្យ my account នេះក៏បានដែរ my account នេះយើងដាក់ពាក្យ add username យើងទៅយើងគ្រាន់ចុចទៅលើពាក្យ add username នេះមកយើងវាយមកបាទឧទាហរណ៍ថាយើងដាក់ណារង654ឥឡូវឈ្មោះនេះវាឲ្យដាក់បាន this username is available បើសិនជាឈ្មោះហ្នឹងគេមានហើយវាចេញចេះនេះឈ្មោះនោះមានហើយគឺវាចេញចេះអញ្ចឹងយើងគ្រាន់ដាក់ធ្វើម៉េចឲ្យចេញអាពណ៌បៃតងហ្នឹងខ្ញុំដាក់654អូខេពេលអញ្ចឹងទៅយើងគ្រាន់ចុចពាក្យ save មកគឺដាក់បានហើយចុច save ដាក់បានហើយយើងជាធម្មតាយើងចង់ឲ្យគេនេះមកយើងគ្រាន់ដាក់ជា URL ហ្នឹងទៅគេអាច add មកយើងបានដែរតែពេលខ្លះយើងធ្លាប់ឲ្យលេខទូរស័ព្ទក៏បានយើងឲ្យជា username ទៅគេក៏បានដើម្បីឲ្យគេ add អញ្ចឹងណា